រដ្ឋមន្ត្រីការបរទេសកម្ពុជាអាយដាមអបនាយករដ្ឋមន្ត្រីប្រាក់សុខុនអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានសហភាពអឺរ៉ុបលើកទី25និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រ៊ុយណេដារូសាឡាមនៅថ្ងៃទី26ខែមេសាឆ្នាំ2026អាយដាមអបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានសហភាពអឺរ៉ុបលើកទី25នៅទីក្រុងបាដាស៊ីរីបេកាវ៉ាន់ចាប់ពីថ្ងៃទី27ដល់ថ្ងៃទី28ខែមេសាឆ្នាំ2026និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រ៊ុយណេដារូសាឡាមចាប់ពីថ្ងៃទី29ដល់ថ្ងៃទី30ខែមេសាឆ្នាំ2026តបតាមការអញ្ជើញរបស់អាយដាមដាតូអ៊ីរីវ៉ាន់ពឺហ៊ីនយូស៊ូហ្វរដ្ឋមន្ត្រីការបរទេសទី2នៃប្រទេសប្រ៊ុយណេដារូសាឡាមដោយអាស៊ាននិងសហភាពអឺរ៉ុបនឹងប្រពខួបលើកទី50នៃទំនាក់ទំនងដៃគូសន្តិនិកនៅឆ្នាំ2027ខាងមុខនេះកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងពេលវេលាសមស្របមួយដោយផ្ដល់នូវកាលានុវត្តភាពដ៏មានតម្លៃសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុបដើម្បីពិនិត្យឡើងវិញនូវការរីកចម្រើននៃកិច្ចសហប្រតិបត្តិការអាស៊ានសហភាពអឺរ៉ុបព្រមទាំងកំណត់ទិសដៅនាពេលអនាគតក្នុងគោលបំណងពង្រឹងបន្ថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានសហភាពអឺរ៉ុបបណ្ដារដ្ឋមន្ត្រីការបរទេសក៏នឹងផ្លាស់ប្ដូរទស្សនៈគ្នាផងដែរលើបញ្ហាក្នុងតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងកង្វល់រួមសម្ដៅលើកម្ពុជាសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងក្រៅតំបន់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការនេះអាយដាមប្រាក់សុខុននឹងអញ្ជើញចូលគាល់ព្រះចៅស៊ូតង់ហាជីហាសាណាល់ប៊ុលគីយ៉ាមួយអ៊ីហ្សាឌីនវ៉ាឌូឡានាយករដ្ឋមន្ត្រីការពារជាតិរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីការបរទេសនៃប្រទេសប្រ៊ុយណេដារូសាឡាមអាយដាមអបនាយករដ្ឋមន្ត្រីក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយអាយដាមដាតូអ៊ីរីវ៉ាន់ពឺហ៊ីនយូស៊ូហ្វដើម្បីពិភាក្សាអំពីការជំរុញចំណងមិត្តភាពដ៏ជិតស្និទ្ធបន្ថែមទៀតព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរខណៈដែលប្រទេសកម្ពុជានិងប្រ៊ុយណេនឹងប្រពខួបលើកទី35នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយដំណើរទស្សនកិច្ចដ៏សំខាន់នេះនឹងផ្ដល់សន្ទុះថ្មីដើម្បីពង្រឹងចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសនិងប្រជាជនទាំងពីរ